ngày nay nôm này tao thấy mà mới pha Việt Nam nơi khang cho tên đồng này pha nó cứมีชุมថា Ben Series ដែរផ្សារនេះផងដែរគឺជាផ្សារដែលខ្ញុំមកជាប្រចាំមកដើម្បីទិញម្ហូបញ៉ាំអញ្ចឹងណាខ្ញុំឃើញរថគេផ្សេងគេថាពិបាកទិញម្ហូបខ្មែរអញ្ចឹងប៉ុន្តែខ្ញុំគិតថានៅរថនេះគឺមានអារម្មណ៍ថាងាយស្រួលខ្លាំងមែនតើហើយមានផ្សារហ្នឹងគឺនៅជិតផ្ទះទៀតខ្ញុំជិះអត់ដល់10នាទីដល់ហើយនៅក្នុងហ្នឹងភាគច្រើនគឺលក់ម្ហូបបន្លែរបស់អាស៊ីយើងហ្មងអញ្ចឹងណាគ្រាន់តែថាបន្លែខ្លះគឺថ្លៃខ្លាំងហ្មងហើយនៅក្នុងផ្សារនេះគឺគេគិតជាផោនគេអត់គិតជាគីឡូដូចយើងទេហើយនៅក្នុងមួយផោនហ្នឹងវាស្មើនឹង7កន្លះគីឡូយើងមើលដូចតបែកនេះអញ្ចឹងមួយផោន4.49ហើយយើងឃើញយើងគិតថាថោកនេះប៉ុន្តែយកទៅបិទក្នុងផ្លែមើលចូល10 20រៀលមិនត្រឹមតែប៉ុណ្្នឹងឯងសូម្បីតែជីបងអមអីមកកញ្ចប់នេះ2.30ហើយយើងចង់ស្ងោរជួយស្ងោរអីយើងមិនមែនទិញតែមកកញ្ចប់នឹងបានណាដូចគុលខៃអីគេចង់ម្ដុំដល់ទៅ2រៀលហ្មងហើយយើងដកអត់បានត្រឡប់មកមើលល្មៀតមកដេងយើងវិញនេះមកដុំហ្នឹង8រៀលហើយគិតមើលយើងត្រូវតែសុំគេនៅខ្មែរមកដុំសុំគេម្ដុំមកស្លអញ្ចឹងហើយមកដល់នេះទិញស្តាមម្ដុំ7រៀល8រៀលមើលលក្ខខណ្ឌនេះវិញ4ដុំ2រៀលអត់មានជំរើសឲ្យគឺត្រូវទៅទិញហើយទិញស្រួលហ្នឹងតែផ្លិចធ្វើហ្នឹងទៅពី3ថ្ងៃខូចអស់ទៀតពេលច្រើនខ្ញុំចំណាំមើលរបៀបថាឲ្យតែបន្លែដូចនៅខ្មែរយើងសបោហើយរបៀបនៅខ្មែរយើងរៀងថោកចឹងនៅនេះគឺលក់ថ្លៃខ្លាំងមែនតើតែបើថាបន្លែស្ពៃក្តៅស្ពៃទឿខាត់ណាបូកូអីហ្នឹងនៅនេះគឺតម្លៃសមរម្យអត់ថ្លៃហើយឥឡូវនេះគឺខ្ញុំចូលដល់ខាងកាទៀវខាងឡតខាងសាច់អីនិយាយទៅគឺត្រឡប់ខ្ញុំចូលមកគឺខ្ញុំទៅទិញខាងបន្លែមុនហើយខ្ញុំបានមកទិញខាងសាច់ចឹងណាអានេះរបៀបថាឆ្អឹងស៊ុបឆ្អឹងគោឆ្អឹងឈូកឆ្អឹងស៊ុបអីចឹងណាហើយរបៀបអាសាច់គេខ្ចប់ហើយមកចប់ហើយគេបិទតម្លៃនៅលើនំបើយើងស្រឡាញ់មែនណាយើងរើសមួយនឹងទៅប៉ុន្តែបើមកខាងទៀតនេះគឺជាកន្លែងដែលយើងអាចហូរសាច់បានហើយយើងស្រឡាញ់សាច់មែនណាយើងប្រាប់គេទៅហើយគេថ្លឹងហើយវាលោតចំនួនលុយនៅលើនឹងឲ្យយើងមើលហ្មងហើយកន្លែងទៀតគឺជាកន្លែងលក់ត្រីហើយនិងគ្រឿងសមុទ្រអាហ្នឹងយើងឲ្យគេថ្លឹងដែរក្រៅពីបន្លែសាច់គេក៏មានលក់គ្រឿងកំប៉ុងដូចជាកាពិប្រហុកទឹកប្រហុកទឹកបុកល្ហុងអីហ្នឹងក៏គេមានលក់ដែរគឺគេមានលក់ច្រើនណាស់ប៉ុន្តែខ្ញុំអត់បានថតអស់ហើយអ្នកណាមកនៅអាមេរិកថ្មីខ្លាចមានផុកហូបអីហ្នឹងមិនបាច់ភ័យនេះប្រហុកឲ្យ1គីឡូ5-10រៀលហើយក្រៅពីហ្នឹងក៏មានរបស់កកដែរនេះខ្ញុំអាសាទិញត្រីនេះវាដូចត្រីពោអញ្ចឹងណាទុកយកស្លម្ជូរហើយមកនេះកុំភ័យថាខ្លាចមានអីញ៉ាំនេះមានទាំងចាស់ខ្វៃនំប៉ោងចេកជៀនពោតស្ងោយក៏ដាក់កកដែរមកគាត់ថារបស់ដាក់កកវាមិនតែឆ្ងាញ់ដូចយើងថ្មីនៅខ្មែរទេសុទ្ធទឹកកឡានសុទ្ធអីទៀតនេះសំបីកសាំងក៏មានដែរមិនតែប៉ុណ្្នឹងឯងគេមានគ្រឿងកកទៀតនេះយើងចង់ស្លំជូរគ្រឿងជូរអីចឹងហើយមានម្ទេសកកខ្ជាយស្លឹកតយស្អំម្រះស្ដៅអីនោះមានទាំងហើយខ្ញុំនិយាយមែនអត់តែខ្ញុំដាក់ដល់កន្លែងនោះខ្ញុំឃើញគេលក់ស្លឹកចេកចឹងនេះស្លឹកចេកគេលក់ដែរតែខ្ញុំឃើញស្លឹកចេកខ្ញុំជឿតែចង់សោព្រោះអីដឹងថានៅខ្មែរថាគេត្រូវការអីគេទៅកាប់ស្អីបន្តិចទៅបានហើយប៉ុន្តែនៅនេះគេយកមកលក់អីចឹងហើយធម្មតាចាស់នៅនេះគាត់ឃ្លានសមអីគាត់ទិញទៅវិចទៅអីចឹងហើយកុំភ័យថាអ្នកនៅអាមេរិកអត់មានត្រេនញ៉ាំនេះមកទាំងដុំម្ដុំហ្នឹង15រៀលហើយគេខ្វះគ្រាប់ហើយទៀតហើយខាងនេះវិញគឺអង្គហើយនឹងមីលៀកអង្គនោះគឺមានច្រើនម៉ូតហើយគេបិទតម្លៃនៅលើជាងនោះតែខ្ញុំទិញតែមួយម៉ាក់តម្រៃនោះហើយបើខាងមីវិញគឺខ្ញុំទិញតែមីម៉ារបស់ថៃទេហើយកាទៀវភ្នំពេញយើងហ្នឹងហើយនឹងកាទៀវវៀតណាមបាញ់ហុយឥឡូវហ្នឹងគឺខ្ញុំបានទិញហើយដល់ពេលខ្ញុំគិតលុយហើយឃើញខ្ញុំទិញច្រើនចឹងគឺខ្ញុំទិញសម្រាប់ញ៉ាំរយៈពេល1អាទិត្យ2អាទិត្យអីចឹងណាអត់ដូចការនៅខ្មែរទេទិញមួយថ្ងៃញ៉ាំមួយថ្ងៃនេះគឺខ្ញុំទិញ1អាទិត្យម្ដងឬក៏10ថ្ងៃអីចឹងទៅនិយាយទៅគឺអស់ពេលណាមកទិញពេលហ្នឹងហើយចំពោះថ្ងៃនេះគឺទិញអស់120រៀលជាងហើយមីនេះខ្ញុំបានទិញតែគឺគេ free ឲ្យតែយើងទិញអស់100ឡើងហ្នឹងគេ free អញ្ចឹងវីដេអូខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកនរគ្នាជិតវីដេអូហ្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយបាយ